khề dương bằng to khi dương dương to và tổ ní cứ dương đi làm vì vào lúc thì dương từ mưa vào lúc ở dưới ok dùng này mà vào lúc mình hayត្រូវបានប្រើនៅពេលដែលលក្ខខណ្ឌត្រូវបានពិនិត្យមុន iteration ដំបូងមើលថា value គឺវិធីការត្រួតពិនិត្យនៅលក្ខខណ្ឌដំបូងទៅវិធីនៅការអូខេចឹងតម្រងទូទៅរបស់វាមានថាយើងតាំងគេតាំង integer របស់យើងsorry តាំង data type ជា integer ហើយ variable យើងអាចឲ្យតម្លៃវាគឺ0ទៅមក val វាធ្វើការផ្ទៀងផ្ទាត់លក្ខខណ្ឌនេះជា condition អូខេវាធ្វើការផ្ទៀងផ្ទាត់លក្ខខណ្ឌហើយបើសិនជាលក្ខខណ្ឌពិតវានឹងធ្វើការ print នៅលើprint i របស់យើងហៅថា statement ហើយទៅមកវាមកធ្វើការបូកថែមមួយធាតុឬក៏ថែមមួយអេកតាអូខេហើយយើងទៅមើលកូដយើងទាំងអស់គ្នាអូខេធ្វើការ include មួយខ្ញុំតាំងគេតាំង i ស្មើ0អូខេយើងទៅគេ var មែនទេយើងព្រៀនដល់ var loop របស់យើង condition របស់យើងឲ្យ i គេi តូចជាង10អូខេទៅមកយើងធ្វើការ cr ទៅលើធ្វើការ print statement យើង print i ចុះអ្នកនរយើង print i ទៅអូខេយើង print i ហើយយើងឲ្យ endor មានថាយើងចុះបន្ទាត់មានថាយើងថែម space មួយគឺចុះបន្ទាត់ទៅមកអីគេយើងធ្វើការបូកអូខេយើងមកធ្វើការបញ្យល់អ្នកនរនេះចឹងដូចខ្ញុំបាននិយាយមុនចឹងនេះគឺជា data type ជា integer ហើយ variable name ហើយយើងបាន assign តម្លៃវាគឺ0ហើយអូខេបន្ទាប់មកយើងធ្វើការផ្ទៀងផ្ទាត់លក្ខខណ្ឌនៅពេលដែលយើងផ្ទៀងផ្ទាត់លក្ខខណ្ឌពិតទើបយើងមកធ្វើការ run នៅលើ statement បន្ទាប់មកយើងធ្វើការគេទៅពេលដែលយើង run statement print statement ហើយយើងអីគេធ្វើការបូកនៅចំនួនមួយឯកតាបូកស្មើនឹងយើងបូកថែមមួយធាតុហ្នឹងហើយទៅមកកាលណាយើងបូកថែមមួយធាតុគឺយើងឡើងទៅប្រហែលឡើង1មែនទេ0បូក1មែនទេហើយ1យើងទៅយើង10ពិតអត់ពិតកាលណាពិតវាមកធ្វើការ statement ហើយបូកថែម1វាធ្វើការរហូតដល់អីគេដល់9អាយរបស់យើងបូកថែម1គឺ9អញ្ចឹង9ទៅយើង10ពិតអត់ពិតវាធ្វើការដូចគ្នាតែដល់ពេលដែល9បូកថែម1ទៀតគឺ10អញ្ចឹង10ទៅជាង10អត់អូខេវាអត់ពិតទេមែនទេវាមិនអាច10ទៅជាង10បានទេបើស្មើអាចអញ្ចឹងវាអត់ពិតធ្វើអីវាអត់កាលណាវាអត់ពិតគឺវាអត់ធ្វើការទេហើយ statement នេះក៏វាអត់ run ដែរទៅមកវានឹងចាក់ចេញហើយវានឹងជួបការគេជួប return មួយអូខេវានឹងជួប return ដើម្បីបញ្ចប់កូដចុះយើងធ្វើការ run ទាំងអស់គ្នាមកដើម្បីមើលកូដទាំងអស់គ្នាអូខេកូដយើងវា run គឺមាន9ធាតុrun រហូតដល់លេខ9ក៏ពិតលេខ9អញ្ចឹងយើងរាប់ចូលទាំងលេខ0ដែរគឺយើងមាន10ធាតុមែនទេអញ្ចឹង0ដល់9មានប្រហែលមាន1ដល់9គឺយើងមាន9ធាតុតែបូកថែម0គឺ10ធាតុហ្នឹងហើយសម្រាប់value មានតែប៉ុណ្្នឹងទេអ្នកនរគ្នានឹងគិតតែអ្នកគ្នាយល់ហើយបើអត់យល់អាច comment បានហើយខ្ញុំនឹងធ្វើការបញ្យល់អ្នកនរគ្នាទៀតហ្នឹងហើយបើសិនតែខ្ញុំមានពេលកុំភ្លេចជួយ subscribe page ខ្ញុំផងអ្នកនរគ្នាហ្នឹងហើយអរគុណច្រើនហ្នឹងបាយបាយ